ចឹងក្នុងវីដេអូមុនគ្រូប្រាប់ហើយអ្នកណាតូចអ្នកនឹងអ្នកកំណត់អ្នកណាធំអ្នកនឹងអ្នកនៅសល់ចឹងយើងទាញបានតោះបងប្អូនយើងមកបន្តពីវីដេអូមុនដែលពីវីដេអូមុនគ្រូបាននិយាយពីខ្លឹមសារនៅក្នុងការគណនារោគអង្គធាតុប្រតិកកំណត់ហើយនៅអង្គធាតុប្រតិកដែលនៅសល់ចឹងមកកាន់វីដេអូនេះបន្តមកគឺយើងមកអនុវត្តលំហាត់ចឹងយើងមកមើលលំហាត់របស់យើងគ្រូមាន2លំហាត់នៅក្នុងនេះគឺទី1គឺគេយកលោហៈប៉ូតាស្យូម 15.6 ក្រាមប្រតិកម្មជាមួយនឹងឧស្ម័នអុកស៊ីហ្សែន 12.8 ក្រាមអញ្ចឹងគេទទួលបានប៉ូតាស្យូមអុកស៊ីតគេឲ្យម៉ាស់ម៉ូលប៉ូតាស្យូមមក39ម៉ាស់ម៉ូលអូមក16អញ្ចឹងដើម្បីកំណត់អង្គធាតុប្រតិកកំណត់ហើយនឹងអង្គធាតុប្រតិកដែលនៅសល់យើងមើលសរសេរសមីការសិនបើគេថាយកលោហៈប៉ូតាស្យូមប្រតិកម្មជាមួយនឹងឧស្ម័នអុកស៊ីហ្សែនអញ្ចឹងសមីការតាមប្រតិកម្មគឺយើងយកប៉ូតាស្យូមបូកមួយនឹង O2 អញ្ចឹងលទ្ធផលទទួលបានគឺប៉ូតាស្យូមអុកស៊ីតគឺ K2O តោះមកយើងថ្លឹងសមីការទៅបាទបន្ទាប់មកយើងមើលមកលើប្រធានរបស់យើងគេប្រាប់អីខ្លះអញ្ចឹងគេប្រាប់ម៉ាស់របស់ប៉ូតាស្យូមហើយនិងម៉ាស់របស់អុកស៊ីហ្សែនអញ្ចឹងបើយើងគិតមើលទៅកាលណាយើងស្គាល់ម៉ាស់របស់ប៉ូតាស្យូមយើងអាចរកម៉ូលប៉ូតាស្យូមបានហើយហើយម៉ាស់របស់អុកស៊ីហ្សែនក៏យើងអាចរកម៉ូលរបស់អុកស៊ីហ្សែនបានដែរអញ្ចឹងបើសិនជាករណីយើងស្គាល់ម៉ាស់ទាំងពីរអាចរកម៉ូលរបស់ប្រតិកទាំងពីរនេះអញ្ចឹងប៉ូតាស្យូមហើយនិង O2 ជាអង្គធាតុប្រតិកអាចរកម៉ូលបានទាំងពីរអញ្ចឹងគឺយើងដឹងហើយយើងត្រូវរកម៉ូលរបស់វារៀងខ្លួនសិនអញ្ចឹងដំបូងរកម៉ូលរបស់ប៉ូតាស្យូមសិនអញ្ចឹងរកម៉ូលតាមរយៈម៉ាស់គឺរូបមន្ត N ស្មើ M តូចលើ M ធំអញ្ចឹងម៉ូលរបស់ប៉ូតាស្យូមស្មើម៉ាស់ទៅប៉ូតាស្យូមចែកឲ្យម៉ាស់ម៉ូលប៉ូតាស្យូមអញ្ចឹងម៉ាស់យើងស្គាល់ 15.6 ម៉ាស់ម៉ូលប៉ូតាស្យូមគេឲ្យ39ជំនួសចូលទៅយើងគណនាឃើញម៉ូលដើមរបស់ប៉ូតាស្យូមគឺ 0.4 ម៉ូលបន្ទាប់មកទៀតយើងរកម៉ូលរបស់ O2 ម្ដងអញ្ចឹងដូចគ្នាដែរដោយសារស្គាល់ម៉ាស់អញ្ចឹងរក N តាម M តូចលើ M ធំអញ្ចឹងម៉ាស់យើងស្គាល់ 12.8 ម៉ាស់ម៉ូល O2 អញ្ចឹងយើងយក16គុណនឹង2មកបាន32ក្រាមជំនួសចូលរូបមន្តគណនាទៅឃើញម៉ូលដើមរបស់ O2 គឺ 0.4 ម៉ូលអញ្ចឹងបន្ទាប់ពីយើងបានម៉ូលរៀងខ្លួនហើយយើងយកម៉ូលរបស់ប៉ូតាស្យូមហើយនិងម៉ូលរបស់អុកស៊ីហ្សែនហ្នឹងទៅចែកនឹងមេគុណនៅក្នុងសមីការរបស់យើងអញ្ចឹងយើងមើលប៉ូតាស្យូមរបស់យើងគឺមេគុណរបស់វា4អញ្ចឹងយើងត្រូវយកម៉ូលដើមរបស់វាដែលយើងរកឃើញនេះទៅចែកនឹង4យើងមើល O2 មេគុណរបស់វាអត់មានទេមែនអត់អញ្ចឹងអត់មានន័យថាមេគុណ1អញ្ចឹងយើងត្រូវយកម៉ូលដើមរបស់ O2 ទៅចែកនឹង1អញ្ចឹងចំនួនម៉ូល O2 ចែកនឹង1ឃើញមិនដែលទេមែនអត់យើងមកទៅសេតាមសមីការមកចឹងតាមសមីការគ្រូចែកតែម៉ូលរបស់ប៉ូតាស្យូមទេដោយសារអុកស៊ីហ្សែនមេគុណវា1ចឹងអាចបាច់ចែកក៏បានដែរដោយសារចែកនឹង1ឃើញមិនដែលហ្នឹងចឹងម៉ូលប៉ូតាស្យូមចែកនឹងមេគុណរបស់វា4ចឹងចែក4ទៅយក 0.4 ចែក4ឃើញ 0.1 បាទចឹងបន្ទាប់ពីយើងចែកនឹងមេគុណនៅក្នុងសមីការហើយយើងយកមកម៉ូលវាហ្នឹងមកប្រៀបធៀបបាទចឹងដោយសារយើងឃើញថាម៉ូលប៉ូតាស្យូមដែលចែកនឹង4 0.1 ទូចជាងម៉ូលរបស់ O2 ចែក1ឃើញ 0.4 ហ្នឹងអញ្ចឹងយើងឃើញថាប៉ូតាស្យូមតូចជាងអុកស៊ីហ្សែនអញ្ចឹងក្នុងវីដេអូមុនគ្រូប្រាប់ហើយអ្នកណាតូចអ្នកនឹងអ្នកកំណត់អ្នកណាធំអ្នកនឹងអ្នកនៅសល់អញ្ចឹងយើងទាញបានប៉ូតាស្យូមគឺជាអ្នកកំណត់ប្រតិកម្មមានន័យថាវាចូលប្រតិកម្មអស់ហើយ O2 គឺជាអ្នកនៅសល់អូខេអញ្ចឹងនៅសល់លំហាត់មួយទៀតគឺលេខ2នេះយើងអាចយកទៅគិតខ្លួនឯងហើយ comment ចម្លើយនៅខាងក្រោមបាទសូមអរគុណសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education